ស្ដីនឹងអរគ្នាថ្ងៃនេះខ្ញុំចង់មកចែកម្លែក3 channel ដែលមាននៅលើ YouTube ដែលអ្នកនរគ្នាអាចរៀនភាសាថៃបានដោយខ្លួនឯង channel ទី1នោះគឺគាត់គឺជាខ្មែរដូចគ្នាគាត់គឺជាអ្នកដែលសិក្សានៅប្រទេសថៃអញ្ចឹងអ្នកនរគ្នាបន្ទាប់មកគាត់ក៏បានបង្កើត YouTube បង្កើត channel ដើម្បីបរៀនដល់យុវជនខ្មែរអំពីភាសាថៃគឺ channel របស់គាត់គឺមានឈ្មោះថា Thai by Si Hieng ដែលគាត់គឺជាអ្នកបន្តរក្សានៅប្រទេសថៃឥឡូវហ្នឹងហើយអ្នកនរគ្នាខ្ញុំចង់ recommend ថាបើអ្នកនរគ្នាចាប់ផ្ដើមរៀនភាសាថៃគឺអ្នកនរគ្នាអាចតែមើល channel របស់គាត់បានពីព្រោះ channel របស់គាត់គឺ really good មែនទែនគាត់ detail បានល្អតាក់ទងជាមួយនឹងសារៈតាក់ទងជាមួយនឹងអក្សរតាក់ទងជាមួយនឹងការប្រកបពីអីគឺ the best មកបើអ្នកនរគ្នាចាប់ផ្ដើមរៀនភាសាថៃ complete channel របស់គាត់ចំពោះ channel ទី2វិញគឺមានឈ្មោះថា Colin Hadbury គាត់គឺជាជនជាតិកូរ៉េដែលគាត់មកចំនួនគ្នា2នាក់តែឥឡូវគាត់ឡើង3ទៅ4នាក់ហើយដោយសារគាត់មានធីមងានក្រុមការងារដែលគាត់មកធ្វើការជាមួយគាត់អញ្ចឹងអ្នកនរគ្នាគាត់គឺជាជនជាតិកូរ៉េប៉ុន្តែគាត់ព្យាយាមនិយាយថៃគ្រប់ vlog គ្រប់វីដេអូគាត់ទាំងអស់ហើយ vlog របស់គាត់ហ្នឹងគឺ focus ទៅលើបែប vlog ដើរលេងនៅក្នុងប្រទេសថៃបែបគ្នាគាត់ប្រហែលអ្នកហ្នឹងប៉ុន្តែអ្វីដែលសំខាន់គឺអ្នកគ្នាអាចរៀនភាសាថៃជាមួយនឹងការដើរលេង vlog របស់គាត់បានអញ្ចឹងដោយអ្នកគ្នាទទួលបានអារម្មណ៍សប្បាយផងការដើរលេងបែបថ្មីៗផងជាមួយនឹងការរៀនភាសាថៃដោយចាប់ផ្ដើមវាអត់ដឹងខ្លួនអ្នកគ្នាដោយសារយើងមើល vlog ទៅយើងអាចព្យាយាមចាំពាក្យភាសាថៃនឹងបាននៅក្នុង vlog ចំពោះ channel ទី3វិញគឺ channel មានឈ្មោះថា Mission to the Moon អ្នកនរគ្នា channel មួយហ្នឹងគឺជា channel ដែលខ្ញុំមើលស្ដាប់ច្រើនមែនតើដោយសារតែគាត់ធ្វើវីដេអូបែបជា podcast ជាភាសាថៃគាត់និយាយជាភាសាថៃប៉ុន្តែគាត់មាន English subtitle អញ្ចឹងទៅនៅពេលដែលយើងព្យាយាម focus ការស្ដាប់របស់យើងអាចមើល English subtitle បានគឺយើងនឹងកាន់តែរីកចម្រើនជាងមុនហើយ topic របស់គាត់គឺល្អមែនទែនអ្នកនរគ្នាគឺគាត់យកពីបញ្ហានៅក្នុងពេលបច្ចុប្បន្ននៅក្នុងប្រទេសថៃឬក៏បញ្ហារបស់និស្សិតហើយជាមួយនឹងការ motivation ដើម្បីឲ្យសិស្សនិស្សិតហ្នឹងកាន់តែមានអារម្មណ៍សិក្សាកាន់តែធ្វើការងារអីអញ្ចឹងអ្នកនរគ្នាគឺ channel ទី3ហ្នឹងគឺល្អសម្រាប់ខ្ញុំព្យាយាមគឺខ្ញុំចូលចិត្តស្ដាប់មែនតើហ្នឹងហើយអ្នកនរគ្នា3 channel ហ្នឹងហើយដែលខ្ញុំបានហ៊ានសូត្រកន្លងមករយៈពេល7-8 ខែដែលខ្ញុំនៅប្រទេសថៃហ្នឹងហើយខ្ញុំបានអភិវឌ្ឍខ្លួនមែនតើដោយតាំងពីអត់សូវស្ដាប់អត់សូវបាននិយាយអត់សូវបានរហូតដល់រាល់ថ្ងៃនេះខ្ញុំអាចប្រើការបែបលក្ខណៈប្រើការបានអីចឹងអ្នកនរគ្នាប៉ុន្តែ it's not professional yet it's just ខ្ញុំប្រើការបានដោយសារខ្ញុំហ៊ាន international ប៉ុន្តែខ្ញុំព្យាយាមប្រើភាសាថៃដែរអញ្ចឹងណាចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងអាចទៅមើលអាចទៅរៀនបានអញ្ចឹងទៅអញ្ចឹងអរគុណបាយបាយ